លោកគ្រូឆ្នាំពេជ្រសុផាន់ដាក់មកក្រាំងនេះដឹងតែផ្អើបងប្អូនយើងថ្ងៃទី15មីនានេះនៅសង្វៀន Extreme របស់ហងមាស7គូក្នុងចំណោម6គូដកតែអ្នកលេងចិត្តសាស្ត្របឺតសង្ឃឹមចេញសិតតកូនសិស្សរបស់គ្រូឆ្នាំទាំងអស់ក្នុងនោះក្រៅតែពីកបីព្រៃពេជ្រសម្បត្តិពេជ្របុនសិតក៏ដូចជាអាយដលវិញស្រេងបបៃសខីមមានជំនួបដ៏ធំរវាងពេជ្រសង្ហាជាមួយនឹងមហាម៉ាត់ដែលជាការប្រកួតរបស់ពុកម៉ែបងប្អូនយើងកំពុងតែរងចាំតាមដានទស្សនាប្រិមត្តទស្សនិកជនសម្រាប់ការប្រកួតនេះផងដែរលោកគ្រូឆ្នាំពេជ្រសុផាន់បានបញ្ជាក់ច្បាស់នៅក្នុងវីដេអូលើកនេះសុំដាច់ស្រេចហើយតាមមើលទៅប្រហែលជាមិនចប់ទឹកទេ6បាននេះថាការប្រកួតហ្នឹងវាយ6គូឬ7គូលោកគ្រូវាយ7គូតែមានខ្ញុំ6គូហើយអូគាត់តែក្លឹបប្រកួត6គូហ្នឹងពីកងចាក់ពេជ្រកងចាក់អ្នកខេត្តសន្ត្រែងបាទពីកក្កដា2ពីបុនសិត3អាយដលវិញស្រេង4ពីសង្ហា5ពេជ្រសម្បត្តិបាត់គូ6អ្នករឹងលោកគ្រូតែសុខានឈុតនេះឈុតឆ្ងាញ់ភ្នែកឈុតនេះនិយាយថាពុកម៉ែបងប្អូនដែលចូលចិត្តឈុតរបស់គ្រូឆ្នើមនិយាយរួមទៅមកឈុតនេះគឺប្រើពេលចំណាយពេលមកទស្សនាហ្នឹងគឺអត់ខាតទេគឺធានាឲ្យថាមិនងាយជួបមិនងាយជួបអត់ដែលមានថាឈុតគ្រូឆ្នើមចេញម្ដងនោះមកកម្មវិធី6នេះអត់ដែលមានទេបាទហើយតែចឹងពុកម៉ែបងប្អូនដែលពេញចិត្តនឹងការប្រកួតរបស់សិស្សគ្រូឆ្នើមគឺព្រាមដល់ភ្នែកហើយភ្នែកឆ្ងាញ់លក្ខខណ្ឌនៃការលេង6នាក់លក្ខខណ្ឌនៃការលេងមិនខ្លះគ្រូមានខ្សែក្រវ៉ាត់មានមិត្តភាពឬក៏មិនដែរលក្ខខណ្ឌ6នាក់ហ្នឹងមានខ្សែក្រវ៉ាត់3ហើយបាទខ្សែក្រវ៉ាត់3ហ្នឹងគឺ3រសជាតិខ្សែក្រវ៉ាត់3ហ្នឹងបាទគឺសង្ហៈដណ្ដើមខ្សែក្រវ៉ាត់កណ្ដាលកងចេញម្រាម5ទឹកបាទហើយសុខីមខ្សែដណ្ដើមខ្សែក្រវ៉ាត់ពីហាន់2កងធម្មតា5ទឹកបាទហើយសម្បត្តិការពារខ្សែក្រវ៉ាត់កងចេញម្រាម5ទឹក5ទឹកបាទអូ5ទឹក5ទឹកទៅឆ្ងាញ់គ្នាឆ្ងាញ់គ្នាតែគាត់ថាការប្រកួតហ្នឹងដូចសង្ហៈអញ្ចឹងរៀងចាញ់ព្រាមបន្តិចអញ្ចឹងមិនចាញ់ព្រាមហើយសុខីមក៏យើង50ចុះរៀងចាញ់របៀបចាញ់ភាពវៃស្លានបន្តិចបាទចាញ់ភាពវៃស្លានបន្តិចគាត់ថាមិនអាចមើលស្រាបានព្រោះហាន់2មករយៈចុងក្រោយហ្នឹងក៏យើងធ្លាក់កម្រងបន្តិចហើយសុខីមមិនឡើងធ្លាក់អានឹងអាចបោកដកគ្នាបានហើយសម្រាប់សម្បត្តិការពារខ្សែក្រវ៉ាត់នេះឮថាអូស្ត្រាលីហ្នឹងម្ចាស់ខ្សែក្រវ៉ាត់ស៊ីនមកគេមកទៀតអូបាទហើយតែសម្បត្តិរដងប៉ះថាស៊ីនមករហូតហើយបាទតែគាត់ថាខ្ញុំព្យាយាមធ្វើអស់ពីសមត្ថភាពនិយាយរួមទៅការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ហើយនឹងការពារខ្សែក្រវ៉ាត់3គូហ្នឹងពុកម៉ែបងប្អូនឆ្ងាញ់គ្នាយ៉ាងហើយឆ្ងាញ់គ្នាព្រោះឥឡូវយើងបដោតទៅលើការប្រកួតរបស់សង្ហៈជាមួយនឹងមហាម៉ាត់នេះបងប្អូនយើងកំពុងចាំមើលគូនេះមកទៅការប្រកួតគូនេះបងលោកគ្រូឥឡូវការរៀបចំនៃការត្រៀមខ្លួនយ៉ាងណាដែរគ្រូការរៀបចំខ្លួនទោះបីសង្ហៈប្រកួតប្រហែលសប្តាហ៍មុនគាត់ប្រកួតរៀងញឹកតិចមែនតែរាងកាយគាត់មិនជាបញ្ហាទេដោយសារការប្រកួត CNC ថ្ងៃសៅរ៍គាត់វាយតាមទឹកទេបាទហើយការប្រកួតកីឡាជាតិគាត់បានមានដៃមានហ្នឹងគាត់ប្រកួតជាលក្ខណៈដូចជាសមគ្នាលេងនេះបាទពាក់ម៉ងពាក់អីមែនគាត់វាយបានលេខ1មែនតែមិនជាមានរបួសមិនជាមានបញ្ហាអីសម្រាប់គាត់ទេតែចឹងទៅរាងកាយគាត់នៅល្អហើយការប្រើពេលសកាវឹកហាត់រយៈពេលប្រហែលថ្ងៃដែលសង្ហៈវឹកហាត់នេះខ្ញុំជឿជាក់ថាគាត់អាចពង្រឹងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការដណ្ដើមខ្សែក្រវ៉ាត់ទោះបីជាសង្ហៈរៀងចាញ់ព្រៀបមហាម៉ាត់ដោយសារគាត់ធ្លាប់ចាញ់ហើយមហាម៉ាត់អំណោយផលជាប្រភេទកីឡាខ្ពស់បុកវាអញ្ចឹងមែនតែគាត់ថានឹងព្យាយាមធ្វើអស់ពីសមត្ថភាពតែសំខាន់ធ្វើឲ្យពុកម៉ែបងប្អូនហ្វេនគ្រប់គ្រងហ្នឹងគឺថាអាចលើកស្មារតីដល់បាទហើយសម្រាប់គូសង្ហៈនេះគឺមើលស្នាបានទេគូនេះប្រហែលជាអាចមិនចប់ទឹកទេគូនេះប្រហែលជាអាចទៅព្រោះជាប្រភេទកីឡាបុកវាយអាវុធកាយដូចគ្នាហើយណាមួយទៀតសង្ហៈគាត់មកមានប្រវត្តិចាញ់ហើយមហាម៉ាត់មួយរយៈចុងក្រោយនេះឡើងជើងខ្លាំងបាទមហាម៉ាត់នេះអញនិយាយបានថាគាត់ឡើងជើងខ្លាំងហើយធ្លាប់ជួបសង្ហៈម្ដងហើយកាលពីម៉ារ៉ាតុងជុំមុនបងប្អូនយើងខមមិនថាមហាម៉ាត់គាត់កម្ពស់នៅក្នុងគីឡូ51នេះអញនិយាយបានថាគាត់អំណោយផលលើកម្ពស់អានេះពាក់ព័ន្ធលើគីឡូស៊ីនគាត់សង្ហៈគីឡូម៉ាញ់ដែរលោកគ្រូមើលទៅចង់ឲ្យលោកគ្រូបកស្រាយទៅកាន់បងប្អូនវិញទៅកីឡាដែលហាត់ជាប្រភេទកីឡាអាជីពដូចមហាម៉ាត់អញ្ចឹងគាត់ប្រកែកនឹងការធ្វើគីឡូយើងគិតមើលមហាម៉ាត់ហើយនឹងមិត្តរួមក្លឹបគាត់មួយទៀតដែលប្រកួតមួយកាំងហុងឃើញរាងកាយគាត់ធំបាទយ៉ាស៊ីនគាត់ប្រកែកធ្វើគីឡូកីឡាករដែលប្រកែកធ្វើគីឡូគឺគាត់អំណោយផលច្រើន
ព្រោះមហាម៉ាត់គាត់ឈ្នះទាំងរាងកាយឈ្នះទាំងកម្ពស់ឈ្នះទាំងអាវុធឲ្យគ្រប់យ៉ាងហើយហើយគាត់ជាប្រភេទកីឡាអាជីពដែលយើងទទួលស្គាល់ថាគាត់ល្អគ្រប់យ៉ាងហើយគាត់ថាគ្រូផាន់ចូលចិត្តជួបរបស់ស៊ីនអញ្ចឹង អីយ៉ា ព្រោះការប្រកួតចាញ់ស្ទះវាជាហ្គេមកីឡាតែសំខាន់ធ្វើឲ្យពុកម៉ែបងប្អូន fan អ្នកគាំទ្រហ្នឹងឆ្ងាញ់ភ្នែកនឹងការប្រកួតព្រោះគូនេះគឺមិនអាចមើលស្រាលបានទេមិនអាចមើលស្រាលសងខាងហ្នឹងទោះបីសង្ហាធ្លាប់ចាញ់ក៏យ៉ាស៊ីនក៏មហាម៉ាត់មិនអាចមើលស្រាលសង្ហាបានទេហើយសង្ហានឹងអាចធ្វើអ្វីមួយពុកម៉ែបងប្អូននឹកស្មានមិនអត់តែគាត់ថាសម្រាប់គូប្រកួតនេះគឺខ្ញុំជឿជាក់ថាប្រហែលជាអាច100ច្រើនមិនចប់ទឹកទេ5ទឹកមិនដឹងជាខាងណាទៅមុនតែជាមិនអាចចប់ទឹកបាទតើគូនេះមែនតើទៅធ្លាប់ជួបគ្នាម្ដងមុនលោកគ្រូយល់ថាការជួបគ្នា direct មួយទល់តែមួយប៉ះគ្នាអញ្ចឹងហ្មងហើយនឹងប្រកួតម៉ារ៉ាតុងលើកមុនខុសគ្នាមិនយ៉ាងគ្រូដោយសារកីឡាមានកីឡាប្រភេទកីឡាខ្លះវាដូចកីឡាសង្ហាអញ្ចឹងវាលក្ខណៈម៉ាតុនរៀងលំបាកបាទតែបើវាមកប្រកួតគាត់មកផលច្រើនតែអញ្ចឹងក៏សារឲ្យអស់ព្រោះកីឡាមានប្រភេទកីឡាខ្លះអាចវាម៉ាតុនបានល្អកីឡាខ្លះវាម៉ាតុនកើតវាមានប្រភេទកីឡាដែលខ្ញុំមានបបផ្សោតក្នុងការបដោះក្មេងនៅកន្លែងខ្ញុំតែអញ្ចឹងមកប្រកួតនេះគឺតាពុកម៉ែបងប្អូនផ្សេងក៏មិនអាចមើលស្រាលបានព្រោះជាប្រភេទកីឡាល្អដូចគ្នាទោះបីជាសង្ហាធ្លាប់ចាញ់មែនគាត់ថា100ច្រើនគឺ fan គាត់ដាក់លើកីឡាករបរទេសហើយតែគាត់ថាព្យាយាមធ្វើអស់ពីសមត្ថភាពយើងជួបកីឡាខ្លាំងពេលដែលយើងធ្វើបានអញ្ចឹងបានយើងអស់ចាស់បាទនេះវងចុះឡើងប៉ះតែសាច់ឯងប៉ះតែមិត្តភក្តិប៉ះតែពួកម៉ាក់ឥឡូវមានអីនិយាយទៅកាន់ទៅគ្រូសែនមែនទេគ្រូសម្រាប់ការប្រកួតនេះមានអីទេគាត់ថាការប្រកួតនេះគឺជាការប្រកួតដ៏ធំមួយហើយសម្រាប់សង្ហៈមួយយ៉ាស៊ីនជាយើងប្រឹងសមត្ថភាពរៀងខ្លួនដើម្បីទទួលការគ្រប់គ្រងពីពុកម៉ែបងប្អូនអ្នកគ្រប់គ្រងសម្រាប់ថ្ងៃសៅរ៍ហ្នឹងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនគឺមិនខាតពេលវេលាក្នុងការទស្សនាទេសម្រាប់គូនេះបាទ